ជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំនិយាយមកខ្ញុំនឹងមកនិយាយសរុបសេចក្តីខ្លីៗកាត់តាក់ទងជាមួយនឹងការតលិខិតឆ្លងដែននៅជប៉ុនដោយសម័យខ្លួនមិនចាំបាច់ទៅខ្មែរដើម្បីធ្វើផ្ទាល់ណាអញ្ចឹងចាដំបូងឡើយដូចខ្ញុំបាននិយាយពីវីដេអូមុនអញ្ចឹងក៏ប៉ុន្តែគាត់ថាវីដេអូមុនខ្ញុំនិយាយរឿងវែងឆ្ងាយបញ្យលចុះឡើងអញ្ចឹងខ្លាចអ្នកទាំងអស់គ្នាពិបាកយល់អីចឹងអញ្ចឹងបើសិនយើងនិយាយឲ្យស្រួលស្ដាប់តែម្ដងណានិយាយឲ្យស្រួលស្ដាប់មិនបាច់ចាំថាបញ្យលទេតាំងទី1ទី2ទី3គឺយើងបញ្យលអីចឹងទៀតយើងវាវែងឆ្ងាយអញ្ចឹងយើងនិយាយឲ្យស្រួលស្ដាប់ថាដំបូងឡើយគឺយើងត្រូវឆាតទៅpage ស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុនដល់ពេលឆាតទៅគាត់ហើយអញ្ចឹងទៅគាត់ប្រាប់យើងថាត្រូវធ្វើយ៉ាងម៉េចអូនត្រូវធ្វើយ៉ាងម៉េចអញ្ចឹងគាត់ទៅសេក្នុងឆាតហើយចាបន្ទាប់មកគាត់នឹងផ្ញើ link ឲ្យយើង copy ដើម្បី print กระดาษហើយអញ្ចឹងទៅយើងបន្ទាប់ពីយើង print กระดาษហើយយើងបំពេញ form អីហើយរៀបចំឯកសារនៅតាមកระดาษនឹងការណែនាំដែលគាត់ប្រាប់ហើយអញ្ចឹងទៅបន្ទាប់មកគឺយើងត្រូវយកទៅដាក់នៅស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុននៅតូក្យូចាដល់ទៅពេលដាក់នៅតូក្យូនឹងហើយខាងស្ថានទូតគេនឹងប្រាប់យើងឲ្យថាយើងអាចមកយកវិញបានចាប់ពីថ្ងៃណាអញ្ចឹងទៅអញ្ចឹងគេប្រាប់ថាថ្ងៃណាគឺយើងអាចយកទៅយកថ្ងៃនោះបានអញ្ចឹងហើយបញ្ជាក់មួយទៀតខាងស្ថានទូតគឺយើងយកទៅដាក់ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រហើយនឹងថ្ងៃសៅរ៍អាទិត្យគឺគេអត់ធ្វើការទេមួយទៀតថ្ងៃបុណ្យក៏គេអត់ធ្វើការដែរអញ្ចឹងគឺយើងមុននឹងយើងទៅគឺយើងត្រូវមើលដែរចាតិចទៅចាំថ្ងៃបុណ្យអីគឺគេអត់ទទួលទេខាត់ជើងអីចាអញ្ចឹងបន្ទាប់ពីបានកระดาษពីខាងស្ថានទូតគេចេញលិខិតអនុញ្ញាតឲ្យយើងឲ្យអ្នកនៅខ្មែរហ្នឹងទៅជួយធ្វើលិខិតឆ្លងដែនថ្មីឲ្យយើងបានហើយគឺយើងត្រូវផ្ញើឯកសារហ្នឹងទៅខ្មែរចាផ្ញើឯកសារហ្នឹងទៅខ្មែរតាមប៉ុស្តិ៍ប្រៃសណីយ៍អញ្ចឹងណាហើយមួយទៀតគឺតម្រូវឲ្យយើងហ្នឹងដាក់លិខិតឆ្លងដែនអាស៊ានណាដាក់អាស៊ានហើយនឹងกระดาษហ្នឹងទៅដែរអញ្ចឹងណាតែបញ្ជាក់ផងដែរការខ្ញុំអត់បានដាក់ទៅដោយសារតែខ្ញុំអានក្នុងกระดาษបញ្ជាក់របស់ខាងស្ថានទូតហ្នឹងគាត់ដាក់ថាសម័យខ្លួនបានបាត់លិខិតឆ្លងដែនគាត់ថាខ្ញុំនឹងបានបាត់លិខិតឆ្លងដែនអញ្ចឹងហើយខ្ញុំក៏អត់ផ្ញើលិខិតឆ្លងដែនអាស៊ានខ្ញុំទៅដែរពីព្រោះអីខ្ញុំខ្លាចថាខ្ញុំត្រូវស្អីគេខ្ញុំត្រូវទៅយកសាយយឺខាត់ដកដោយសារសាយយឺខាត់ដកខ្ញុំវាចិត្តដាច់អញ្ចឹងហើយខ្ញុំត្រូវតថ្មីអញ្ចឹងនៅពេលដែលខ្ញុំត្រូវទៅយកសាយយឺខាត់ដកហ្នឹងខ្ញុំត្រូវកាន់លិខិតឆ្លងដែនទៅដល់ទៅពេលអញ្ចឹងទៅខ្លាចគេហៅឲ្យខ្ញុំទៅយកអញ្ចឹងទៅខ្ញុំអត់បានយកលិខិតឆ្លងដែនទៅអញ្ចឹងខ្ញុំផ្ញើតែកណ្ដាស់ដែលខាងស្ថានទូតគាត់បញ្ជាក់ឲ្យដោយសារតែគាត់ដាក់ក្នុងមូលហេតុរបស់ខ្ញុំហ្នឹងគឺដាក់ថាសម័យខ្លួនបានបាត់លិខិតឆ្លងដែនអញ្ចឹងហើយខ្ញុំក៏ផ្ញើតែអាកណ្ដាស់បញ្ជាក់ហ្នឹងទៅតែម្ដងតាដល់តែពេលយកយើងផ្ញើกระดาษហ្នឹងទៅខ្ញុំគិតថាបើសិនជាធ្វើអត់បានទេខ្ញុំនឹងផ្ញើលិខិតឆ្លងដែនអាស៊ានខ្ញុំហ្នឹងទៅតាមក្រោយទៀតអញ្ចឹងក៏មិនអីដែរចាក៏ប៉ុន្តែដោយឡែកគឺខ្ញុំអាចធ្វើបានដំបូងគឺគេទាដែរអញ្ចឹងឥឡូវខ្ញុំនិយាយកាត់តិចទៀតណាដំបូងគេទាលិខិតឆ្លងដែនអាស៊ានរបស់ខ្ញុំដែរក៏ប៉ុន្តែខ្ញុំឲ្យប៉ាគាត់បង្ហាញប្រាប់ទៅថាបើគេដាក់ថាមូលហេតុថាបាត់អីហ្នឹងបើបាត់ហើយមានលិខិតឆ្លងដែនអាស៊ានហ្នឹងមកពីណាទៀតអញ្ចឹងទៅដល់គេមើលទៅអូអញ្ចឹងមែនចាអញ្ចឹងហើយក៏គេចេញលិខិតឆ្លងដែនថ្មីហ្នឹងមកឲ្យខ្ញុំមួយហ្នឹងទៅអញ្ចឹងគឺអត់អីទេអញ្ចឹងសំខាន់អ្នកទាំងអស់គ្នាមើលនៅពេលដែលអ្នកទាំងអស់គ្នាបានលិខិតអនុញ្ញាតពីស្ថានទូតហើយអ្នកទាំងអស់គ្នាអានមកត្រួសអញ្ចឹងទៅតើត្រូវអត់អីចឹងហើយមួយទៀតយើងមើលដែរថាកន្លែងគាត់ដាក់បញ្ជាក់មូលហេតុហ្នឹងតើមូលហេតុមកពីអីចឹងបើសិនគេដាក់ថាបាត់អីចឹងអ្នកទាំងអស់គ្នាអាចធ្វើដូចខ្ញុំក៏បានដែរយើងមិនបាច់ចាំផ្ញើអាស៊ានទៅក៏បានឬក៏យើងផ្ញើទាំងពីរទៅតែម្ដងទុកការពារអីចឹងទៅចាបើសិនជាអត់មានកម្រងអីដូចខ្ញុំដូចត្រូវទៅយកសាយយឺខាត់ដកថ្មីអីដូចខ្ញុំអញ្ចឹងណាចាអញ្ចឹងយើងនិយាយបន្តទៀតអញ្ចឹងដល់ពេលដែលយើងផ្ញើឯកសារទៅដល់ខ្មែរហើយយើងឲ្យអ្នកនៅខ្មែរគាត់ឡើងទៅភ្នំពេញទៅធ្វើនៅច្បារអំពើកន្លែងធ្វើលិខិតឆ្លងដែនដែលយើងធ្វើមកដំបូងហ្នឹងហើយបន្ទាប់មកពេលតែធ្វើបើនៅពេលដែលបានលិខិតឆ្លងដែនហ្នឹងហើយយើងឲ្យអ្នកនៅខ្មែរគាត់ផ្ញើមកឲ្យយើងនៅជប៉ុននឹងវិញមកចាផ្ញើតាមប្រៃសណីក៏បានផ្ញើតាមមិត្តភ័ក្តិអ្នកដែលស្គាល់គ្នាក៏បានផ្ញើតាមអ្នកណាក៏បានដែរចាដូចខ្ញុំអញ្ចឹងខ្ញុំផ្ញើតាមបងដែលគាត់ឡើងមកជប៉ុនអញ្ចឹងទៅស្គាល់គ្នាអញ្ចឹងទៅគឺខ្ញុំផ្ញើតាមគាត់អញ្ចឹងតែម្ដងចាអញ្ចឹងគឺតែប៉ុណ្្នឹងឯងចាក្នុងវីដេអូហ្នឹងនិយាយសរុបឲ្យមកខ្លីហ្នឹងគឺថាទី1ត្រូវតាក់ទងទៅស្ថានទូតបន្ទាប់មកយកឯកសារទៅដាក់នៅស្ថានទូតបន្ទាប់មកបានឯកសារពីខាងស្ថានទូតហើយយើងត្រូវផ្ញើទៅខ្មែរបន្ទាប់មកឲ្យអ្នកនៅខ្មែរឡើងយក
យកទៅធ្វើឲ្យយើងបន្តមកនៅពេលដែលបានលិខិតឆ្លងដែនហើយឲ្យអ្នកនៅខ្មែរផ្ញើមកឲ្យអ្នកនៅជប៉ុនវិញចាអញ្ចឹងគឺតែប៉ុណ្្នឹងឯងវីដេអូហ្នឹងអ្នកទាំងអស់គ្នាគឺសរុបឲ្យខ្លីមកគឺតែមិនតិចញយអ្វីដែលសំខាន់ហ្នឹងគឺត្រូវការបញ្យល់អ្នកទាំងអស់គ្នាពីព្រោះអីអ្នកទាំងអស់គ្នាប្រកាសជារៀងពិបាកឲ្យដូចកាញ់ខ្ញុំដំបងអញ្ចឹងពិបាកតែចុះតែឡើងសួរខាងស្ថានទូតអីចឹងណាដោយសារតែអត់សូវយល់តើតើជាមួយនឹងការបំពេញ form អីចឹងណាហើយដោយសារតែពេលខ្លះទៅអានអត់សូវយល់ដល់ពេលចឹងទៅត្រូវការសួរបញ្ជាក់ចាហ្នឹងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាស្ដាប់ហើយមើលហើយចឹងទៅធ្វើតាមខ្ញុំហើយចឹងហើយអត់យល់អីត្រង់ណាអ្នកទាំងអស់គ្នាអាច comment សួរបានតាក់ទងជាមួយនឹងការបំពេញ form អីចឹងខ្ញុំនឹងហើយនឹងរៀបចំឯកសារអីផ្សេងអញ្ចឹងអត់យល់ត្រង់ណាអ្នកទាំងអស់គ្នាអាចឆាតមកសួរខ្ញុំបានខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាទៅតាមក្រោយទៅទៀតអញ្ចឹងអាច comment សួរបានអញ្ចឹងចាហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយជម្រាបលា